រដ្ឋមន្ត្រីការពារជាតិកម្ពុជាច្រានចោលការអះអាងរបស់សារព័ត៌មានថៃនិងបកគោមួយចំនួននៅក្នុងប្រទេសថៃដែលថ្លែងនៅគ្មានប្រភពថាកម្ពុជាបានបង្កើនកម្លាំងទ័ពនិងសភាវុធនៅតាមព្រំដែនដើម្បីធ្វើសង្គ្រាមរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោកទាសីហាបានថ្លែងនៅលើបណ្ដាញសង្គមនៅព្រឹកថ្ងៃទី9 ខែមិថុនានេះថាមួយរយៈនេះលោកបានកត់សម្គាល់ថាមានសារព័ត៌មានថៃនិងបុគ្គលមួយចំនួននៅក្នុងប្រទេសថៃកំពុងតែព្យាយាមបញ្ចេញសារមួយដែលថារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបដិសេធការប្រើប្រាស់យន្តការទ្វេភាគីព្រមទាំងកំពុងបង្កើនកម្លាំងទ័ពនិងសភាវុធដើម្បីបង្កសង្គ្រាមនៅក្នុងពេលឆាប់ៗនេះលោករដ្ឋមន្ត្រីការពារជាតិបានបញ្ជាក់អំពីចំណុចខាងលើនេះថាកម្ពុជានៅតែប្រកាន់ខ្ជាប់នូវជំហរដោះស្រាយបញ្ហាដោយសន្តិវិធីដោយគោរពតាមសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី26 ខែតុលាឆ្នាំ2025និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC នាថ្ងៃទី27 ខែធ្នូឆ្នាំ2025និងយន្តការនានាដែលមានស្រាប់លោកបន្តទៀតថាកម្ពុជាសង្ឃឹមថាភាគីទាំងពីរនឹងអាចដោះស្រាយបញ្ហាដោយសន្តិវិធីនិងបញ្ជាឲ្យបានដាច់ខាតនៃការប្រើប្រាស់កម្លាំងយោធាកាលពីប្រមាណថ្ងៃមុននេះទូរទស្សន៍ថៃបានសម្ភាសជាមួយនឹងមន្ត្រីយោធាចូលនិវត្តន៍និងមន្ត្រីព័ត៌មានយោធាថៃដោយពួកគេបានអះអាងថាយោងទៅលើព័ត៌មានក្នុងស្រុករបស់ខ្លួនថាកម្ពុជាបានបង្កើនកម្លាំងទ័ពហើយថាថៃបានត្រៀមខ្លួនរួចរាល់ជាមួយនឹងសេះដែកនិងរថក្រោះ